ខ្លាយថាបងប្អូនមួយចំនួនគាត់ភ្លេចខ្លួនគាត់ចេះតែបដិបដោយពេលវេលាសួស្តីបងប្អូនអរគ្នាខ្ញុំបាទដិតថ្ងៃនេះខ្ញុំមានប្រធានបទមួយនិយាយអំពី5ឆ្នាំសមិទ្ធផល5ធំរបស់ខ្ញុំដែលបានធ្វើនៅទឹកដីសហរដ្ឋអាមេរិកនិយាយទៅខែ4នេះជាខែកម្រិតខួប5ឆ្នាំដែលខ្ញុំសម្រាប់ចិត្តថាមករស់នៅអាមេរិកនៅ Houston នេះអញ្ចឹងកាលពេលដែលខ្ញុំបានមកដល់អាមេរិកដំបូងហ្នឹងខែ4 2021អញ្ចឹងឥឡូវខែ4 2026ខ្ញុំនិយាយពីសមិទ្ធផលធំ5យ៉ាងសម្រាប់ខ្ញុំនៅក្នុង5ឆ្នាំនេះសមិទ្ធផលទី1ដូណាត់ទី1របស់ខ្ញុំពេលខ្ញុំមកដល់ភ្លាមខ្ញុំយកដូណាត់ទី1ហើយសមិទ្ធផលទី2ចុងឆ្នាំទី1ហ្នឹងខ្ញុំយកដូណាត់ទី2ហើយដល់សមិទ្ធផលទី3ចូលចុងឆ្នាំទី2ខ្ញុំចាប់ដើមBill Pizza ហើយដោយសារតែ Pizza ហ្នឹងវាទាញឲ្យពួកខ្ញុំខាតពេលមួយវារយៈពេលប្រហែលជាខ្ទង់2ឆ្នាំអញ្ចឹងវាធ្វើឲ្យពួកខ្ញុំ slow down អញ្ចឹងដល់ឆ្នាំទី2ឆ្នាំទី3ដល់ចូលចុងឆ្នាំទី3ចុងឆ្នាំ2024បាទខ្ញុំចាប់ដើមបើក Pizza បានសម្រេចអញ្ចឹងបន្ទាប់ពី run Pizza បានមួយរយៈចូលឆ្នាំទី3ពាក់កណ្ដាលឆ្នាំចូលឆ្នាំហ្នឹងហើយចូលឆ្នាំទី3ពាក់កណ្ដាលឆ្នាំពួកខ្ញុំទិញផ្ទះអញ្ចឹងផ្ទះជាសមិទ្ធផលទី4ហើយដល់ពេលដល់ចុងឆ្នាំទី4ខែ12ឆ្នាំទៅនេះពួកខ្ញុំចាប់ដើមយកសាច់មាន់មួយទៀតអញ្ចឹងអាហ្នឹងសាច់មាន់ជាសមិទ្ធផលទី5របស់ពួកខ្ញុំហើយអញ្ចឹងក្នុង5ឆ្នាំនេះយើងមានសមិទ្ធផលទាំង5ហ្នឹងបងប្អូនច្បាស់ឆ្ងល់ថារឹតទិញអីស្រួលម៉េះសបោលុយដល់ហើយខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាខ្ញុំអត់មានលុយខ្លួនឯងទេយើងទិញលក់ឬក៏យើងដើរមួយជំហានពីមួយជំហានវាត្រូវការដូចថាវាត្រូវការតិចនិចនិងកលឹះមួយចំនួនបើសិនជាយើងទោះបីជាយើងអត់លុយក៏ដោយបើសិនជាយើងគ្រប់គ្រាន់យើងអាចទៅបានអញ្ចឹងបងប្អូនត្រូវយល់ថាចំណេះដឹងពិតជាមានសារៈសំខាន់អញ្ចឹងចំណេះដឹងមិនប្រកាសថាចំណេះដឹងក្នុងសាលាទេចំណេះដឹងដូចថាពីអ្នកជំនាញតខ្លួនចំណេះដឹងរបៀបធ្វើឬក៏យើងសិក្សាពីគេអញ្ចឹងណាអញ្ចឹងរបៀបដើរមួយជំហានទៅមួយជំហានផ្លាស់ប្ដូរពីមួយទៅមួយហើយចេះតែទិញបានហ្នឹងគឺអាចនិយាយបានថាជាសំណាងរបស់ខ្ញុំបូកជាមួយតិចនិចមួយចំនួនដែលខ្ញុំមានហើយបើសិនជាបងប្អូនចង់ដឹងអាចឆាតមកសួរថាខ្ញុំធ្វើមិនខ្លះខ្ញុំអត់មានអីលេខឯងខ្ញុំនឹងចែកម្លែកឲ្យបងប្អូនហើយខ្ញុំនឹងធ្វើវីដេអូដែលនិយាយអំពីការទិញនិងធ្វើរបស់ខ្ញុំមួយដើម្បីឲ្យខ្ញុំដើរដល់ជំហាននេះហើយវីដេអូនេះដែរខ្ញុំចេញមកមិនខ្ញុំនិយាយរៀបរាប់អំពីស្អីដែលខ្ញុំមានដើម្បីជាការអួតអាងអីទេតែគ្រាន់ថាជាវីដេអូមួយដែលដាស់តឿនឲ្យបងប្អូនផ្សេងទៀតដែលគាត់បានមកឬក៏គាត់បានមកមួយរយៈពេលហើយបើសិនជាគាត់ចង់ចាប់ដើម business ឬក៏ចង់ចាប់ដើមរកស៊ីកុំឲ្យគាត់ខ្លាចគាត់ចាប់ដើមទៅប៉ុន្តែយើងត្រូវសួរនាំយើងត្រូវស្រាវជ្រាវអ្នកណាដែលគេមានបទពិសោធន៍សួរនាំឲ្យច្បាស់លាស់អញ្ចឹងណាដើម្បីយើងរៀនពីគេយើងចាប់ដើមបានភ្លាមហើយនឹងមួយទៀតគ្រាន់តែជាការក្រើនរំលឹកដល់បងប្អូនមួយចំនួនហើយគាត់ចាប់ដើម set គោលដៅហើយមានគោលដៅប្រចាំជីវិតរបស់គាត់គោលដៅប្រចាំឆ្នាំគោលដៅប្រចាំ3ឆ្នាំម្ដងអញ្ចឹងណាហើយគាត់ set គោលដៅរបស់គាត់ពេលដែលយើងមានគោលដៅហើយយើងនឹងមិនចំណាយលុយខ្ជះខ្ជាយនឹងមិនចំណាយពេលវេលាដែលមិនចាំបាច់ទៅលើរឿងមួយចំនួនដែលយើងមិនចាំបាច់អញ្ចឹងដើម្បីដល់គោលដៅរបស់យើងធ្វើម៉េចយើងមិនសំលុយយើងចាយវាយតាមតម្រូវការជាក់ស្ដែងអញ្ចឹងវីដេអូហ្នឹងគ្រាន់តែចង់ក្រើនរំលឹកដាស់តឿនបងប្អូនទាំងអស់គ្នាឲ្យមានការរីកចម្រើនទាំងអស់គ្នាហើយសង្ឃឹមថាយើងមកដល់ទឹកដីថ្មីទឹកដីរបស់គេយើងជោគជ័យទាំងអស់គ្នាព្យាយាមស៊ូទ្រាំនិង
កុំប្រៀបធៀបយើងជាមួយអ្នកដទៃបើសិនជាយើងគ្មានគោលដៅយើងអត់ដឹងថាយើងនឹងដើរទៅតាមណាទេអញ្ចឹងជូនពរបងប្អូនជោគជ័យទាំងអស់គ្នាជួបគ្នាវីដេអូក្រោយបាយបាយ